ជំរាបសួរសាធារណជនទាំងអស់គ្នាយើងខ្ញុំទាំងពីរនេះជាសិស្សនិស្សិតនៃវិទ្យាស្ថានភូមិចៃតេភូមិភាគតេជោសែនសៀមរាបខ្ញុំបាទចម្រើនចិនឡានាងខ្ញុំលឿនសេរីរតន៍នៅក្នុងថ្ងៃនេះយើងខ្ញុំទាំងពីរនឹងបង្ហាញអំពីដំណើរការនៅក្នុងការចូលចូលរៀនតោះទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរអ្នកគ្រូចា៎ជំរាបសួរអធិស្ឋានអ្នកគ្រូយើងខ្ញុំទាំងពីរនាក់សូមអនុញ្ញាតសាកសួរព័ត៌មាននិងដំណើរការនៃការចូលចូលរៀនវគ្គ C1 1.5 លាននាក់ជំរាបសួរនាងខ្ញុំឈ្មោះសឹមជាយ៉ងជាមន្ត្រីផ្ដល់ព័ត៌មានទទួលពាក្យវគ្គ C1 1លាន5សែននាក់នៅពេលថ្មីនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបកំពុងធ្វើការផ្សព្វផ្សាយជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យនិងយុវជនទូទៅឲ្យចូលរៀនលើ13ជំនាញដូចខាងក្រោម 1. ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ 2. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន 3. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ 4. ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព 5. ការងារកំបោរ 6. ការដំឡើងបណ្ដាញបំពង់ទឹក 7. សេវាកម្មកុំព្យូទ័រ 8. សេវាកម្មរដ្ឋបាល 9. ធុរកិច្ចភេសជ្ជៈ 10. សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ 11. សេវាកម្មសម្អាងកាយ 12. សេវាកម្មកាត់សក់បុរសនិង 13. ការធ្វើម្ហូបខ្មែរចំពោះការដាក់ពាក្យបេក្ខជនតម្រូវឲ្យមានឯកសារមួយចំនួនដូចជា 1. រូបថតទំហំ 4x6 ចំនួន 6 សន្លឹក 2. ឯកសារបញ្ជាក់អត្តសញ្ញាណរួមមានអត្តសញ្ញាណប័ណ្ណឬសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតនិងសៀវភៅស្នាក់នៅជាពិសេសភ្ជាប់មកជាមួយបានសមធម៌ឬបានងាយរងហានិភ័យដើម្បីទទួលបានប្រាក់ឧបត្ថម្ភ 28,000 រៀលក្នុងមួយខែរីឯបេក្ខជនដែលមិនមានបានសមធម៌ក៏អាចចុះឈ្មោះចូលរៀនបានដែរការសិក្សាមាន5វេនទី1ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រពេលព្រឹកនិងរសៀលវេនទី2ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រពេលព្រឹកវេនទី3ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រពេលរសៀលវេនទី4ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រពេលយប់ម៉ោង6ដល់ម៉ោង9វេនទី5ថ្ងៃសៅរ៍និងថ្ងៃអាទិត្យការដាក់ពាក្យចូលរៀននេះគឺផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់ព័ត៌មានបន្ថែមសាធារណជនអាចអញ្ជើញមកវិទ្យាស្ថានផ្ទាល់ឬតាក់ទងតាមលេខទូរស័ព្ទខាងក្រោមនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមជម្រាបលា